ទៅផ្សារទិញអីវ៉ាន់ចូលផ្ទះរាល់ដងធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអស់លុយច្រើនម្ល៉េះជំរាបសួរលោកអ្នកស្ដាប់ជាទីមេត្រីក្រៅពីថ្លៃផ្ទះថ្លៃម្ហូបអាហារនិងអីវ៉ាន់ប្រើប្រាស់រាល់ថ្ងៃគឺជាការចំណាយធំជាងគេលំដាប់ទី2ហើយក៏ងាយនឹងធ្លាយលុយបំផុតដែរតើធ្វើយ៉ាងម៉េចទៅផ្សារទិញអីវ៉ាន់ឲ្យសល់លុយសូមកំដៅចូលផ្សារឬម៉ាតទាំងពោះកំពុងឃ្លាននិងគ្មានបញ្ជីអីវ៉ាន់នៅក្នុងដៃឲ្យសោះព្រោះវានឹងធ្វើឲ្យយើងទិញរបស់តាមតែចិត្តចង់គន្លឹះងាយៗគឺរៀបចំបញ្ជីមុខម្ហូបសម្រាប់មួយសប្តាហ៍រួចសរសេររបស់ដែលត្រូវទិញឲ្យចំហើយចំពោះរបស់ប្រើប្រាស់មិនងាយខូចដូចជាអង្ករក្រដាសអនាម័យឬទឹកលាងចានគួរទិញជាកញ្ចប់ធំឬទិញបោះដុំដើម្បីទទួលបានតម្លៃធូរជាងមុនពី 15% ទៅ 20%ការទិញអីវ៉ាន់មានគម្រោងច្បាស់លាស់ជួយឲ្យយើងមានម្ហូបឆ្ងាញ់ញ៉ាំផងនិងសល់លុយក្នុងហោប៉ៅផងចុងសប្តាហ៍នេះសាក់លបងធ្វើបញ្ជីមុនទៅផ្សារទាំងអស់គ្នាណាអរគុណសម្រាប់ការតាមដានស្ដាប់របស់លោកអ្នកជួបគ្នានៅភាគក្រោយទៀត First Finance ដៃគូដំណោះស្រាយហិរញ្ញវត្ថុផ្នែកលំនៅឋាន